ទស្សនិកជនជាទីមេត្រីក្នុងអាណត្តិ2020-2025បកភិយទីក្រុងកឹងធើខេត្តសត្រាំងនិងខេត្តហោយ៉ាងបានកំណត់ផែនការនៅយុទ្ធសាស្ត្រនិងចក្ខុវិស័យរយៈពេលវែងចេញនៅយន្តការគោលនយោបាយសំខាន់ជាច្រើនអនុវត្តគោលដៅភារកិច្ចលោតផ្លោះសម្រាប់អាណត្តិទាំងមូលកម្មវិធីសកម្មភាពអនុវត្តដោយស្មារតីបដិញ្ញាចិត្តខ្ពស់របស់បកភិយនីមួយៗសម្រាប់សមិទ្ធផលសំខាន់ជាច្រើនលើគ្រប់វិស័យក្នុងអាណត្តិ2020-2025បកភិយទីក្រុងកឹងធើខេត្តសត្រាំងនិងខេត្តហោយ៉ាងដាក់ចេញលោតផ្លោះអំពីអភិវឌ្ឍធនធានមនុស្សឆាប់រហ័សហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងអាណត្តិបកភិយទីក្រុងកឹងធើផ្ដោតលើការតាក់ទាញធនធានមនុស្សបង្ហើយគម្រោងការហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍យុទ្ធសាស្ត្រអន្តរតំបន់ដោះស្រាយចំណុចស្ទះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងអភិវឌ្ឍទីប្រជុំជន Tôi vẫn phải nhấn mạnh nguồn lực là tự lực tự cường ខ្ញុំនៅតែត្រូវសង្កត់ធ្ងន់ថាធនធានគឺពឹងផ្អែកទៅលើខ្លួនឯងពីធនធានខាងក្នុងរបស់កឹងធើត្រូវតែកំណត់ដូចនេះកឹងធើត្រូវឆេនឡើងដោយធនធានរបស់ខ្លួនកឹងធើមិនរងចាំមិនពឹងផ្អែកទៅលើធនធានមនុស្សលើធម្មជាតិលើប្រពៃណីប្រវត្តិសាស្ត្រនិងវប្បធម៌ទាញយកអតិបរមាដោយបញ្ញាដោយការបដូរថ្មីច្នៃប្រឌិតនិងវិទ្យាសាស្ត្របច្ចេកវិទ្យាកឹងធើត្រូវផ្ដោតទៅលើផ្លាស់ប្ដូរ Digital ផ្លាស់ប្ដូរបៃតងកសាងនិងអភិវឌ្ឍធម្មពលកកើតឡើងវិញនៅទីនេះសេដ្ឋកិច្ចជារង្វង់ដើម្បីការពារបរិស្ថានកាត់បន្ថយការបំភាយអូស្មန်សេដ្ឋកិច្ចចែករំលែកនិងសេដ្ឋកិច្ចចំណេះដឹងអភិវឌ្ឍនៅទីនេះពីកំណត់ផែនការរបស់មជ្ឈមលបឿនកំណើនសេដ្ឋកិច្ចរបស់ទីក្រុងកឹងធើគួរចំណាប់អារម្មណ៍សម្រាប់ពី 5.8 ដល់ 5.87% ទ្រង់ទ្រីខឿនសេដ្ឋកិច្ចបន្តបើកទូលាយផលិតផលក្នុងភូមិសាស្ត្រសរុបតាមតម្លៃឆ្នាំ 2025 គិតស្មានសម្រាប់ជាង 150,000 លានដុល្លារគួបជិត 1.5 ដងបើធៀបនឹងឆ្នាំ 2020 គប់វល់ប្រហែល 9.3% ក្នុងទ្រង់ទ្រាយសេដ្ឋកិច្ចតំបន់វារីបទន្លេគូឡុងវិស័យវប្បធម៌សង្គមមួយថ្ងៃកាន់តែបានយកចិត្តទុកដាក់ផ្ដោតសំខាន់សម្រាប់បានលទ្ធផលសកម្មជាច្រើនជីវភាពប្រជាជនបានកែលម្អនិងបន្តបានលើកកម្ពស់ការពីជាតិសន្តិសុខបានបង្កើនសន្តិភាពសង្គមមួយថ្ងៃកាន់តែបានរក្សាកញ្ចប់បេសកកម្មការបរទេសនិងសមាហរណកម្មអន្តរជាតិមួយថ្ងៃកាន់តែបានជំរុញនិងមានជម្រៅបេសកកម្មកសាងប្រព័ន្ធនយោបាយសម្រាប់បានលទ្ធផលសំខាន់ការអភិបាលបកអង្គជននិងប្រជាជនតែងស្របចិត្តគំនិតគាំទ្រក៏ដូចជាបង្កការស្រោះចិត្តស្រោះគំនិតក្នុងសង្គមសក្តានុភាពនិងអនុភាពបានទាញយកប្រសិទ្ធភាពនិងបង្កសន្ទុះថ្មីសម្រាប់កំណើនដោយតម្រង់ទិសកសិកម្មជាខឿនគ្រឹះជលផលជាមុខព្រួញខេត្តសត្រាំងផ្ដោតលើការអភិវឌ្ឍយ៉ាងសំខាន់នៅសេដ្ឋកិច្ចសមុទ្រនិងចិញ្ចឹមជលផលឆ្នាំ 2021 ជាលើកដំបូងតម្លៃនីហារុនជលផលផ្លោះ $1,000 លានអាមេរិកត្រូវរកឲ្យចេញនៅកម្លាំងជំរុញថ្មីត្រូវធ្វើថ្មីកម្លាំងជំរុញកំណើនចាស់និងអភិវឌ្ឍកម្លាំងជំរុញថ្មីក្នុងបរិបទនោះគឺទាមទារគ្រប់ថ្នាក់គ្រប់ផ្នែកបណ្ដាភូមិភាគត្រូវមានឆន្ទៈបដូរថ្មីលោតផ្លោះដោយការបដិញ្ញាចិត្តខ្ពស់ប្រឹងប្រែងដើម្បីសកម្មភាពចាត់តាំងអនុវត្តតនពេលរវិរវ័យប្រសិទ្ធភាពដោយស្មារតីហ៊ានគិតហ៊ានធ្វើហ៊ានលោតផ្លោះដើម្បីផលប្រយោជន៍រួម3ភូមិភាគ3អនុភាពប៉ុន្តែបដិញ្ញាចិត្តដូចគ្នាក្នុងសកម្មភាពជាខេត្តដែលក្រោយប៉ុន្តែដោយគំនិតចង់អភិវឌ្ឍលឿនត្រូវតែមានការលុបផ្លោះគណៈប្រតិបត្តិការបកភិយខេត្តថៅយ៉ាងផ្សព្វផ្សាយមានប្រសិទ្ធភាពសេចក្តីសម្រេចមហាសន្និបាតបកភិយខេត្តលើកទី 14 ហើយយ៉ាងបានកំណត់មុខព្រួញលុបផ្លោះ5យ៉ាងគឺ1មជ្ឈមណ្ឌល2ផ្លូវ3ទីប្រជុំជន4ទម្រនិង5កិច្ចការសំខាន់ខេត្តផ្ដោតលើការបង្កើតខឿនគ្រឹះសម្រាប់កំណើនរៀបចំលំហូរអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញតាមបែបឧស្សាហកម្មទំនើបកសិកម្មជីវៈចម្រុះទីប្រជុំជនឆ្លាតវៃនិងទេសចរគុណភាពkết quả đã đạt được លទ្ធផលសម្រេចបាននឹងបង្ហាញពីការផ្ទៀងផ្ទាត់វិតម្លៃអំពីសេចក្តីសម្រេចជ្រើសរើស3ចំណុចលុតផ្លោះ
និង4សសរស្តម្ភអភិវឌ្ឍរបស់ខេត្តបង្ហាញបានសាមគ្គីភាពស្រស់ចិត្តគំនិតរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនក្នុងអភិវឌ្ឍឈានឡើងរបស់ទីក្រុងដោយធ្វើឲ្យជាក់ស្ដែងនៅសេចក្តីសម្រេចកម្មវិធីនានាផែនការនានានិងបណ្ដាគម្រោងការ សមិទ្ធផលរបស់បកភិទីក្រុងកង្ធើខេត្តសត្រាំងនិងខេត្តថៅយ៉ាងក្នុងអាណត្តិ 2020-2025 សម្រាប់ជាមួយសមិទ្ធផលរួមរបស់ទីក្រុងកង្ធើថ្ងៃនេះបង្កើតបានខឿនគ្រឹះរឹងមាំសម្រាប់ដំណាក់កាលអភិវឌ្ឍថ្មីនោះមិនត្រឹមតែជាតួលេខអំពីសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេនៅទាំងជាទំនុកចិត្តជាក្តីសង្ឃឹមជាឆន្ទៈរឹងមាំរបស់សមូហភាពដែលបានខិតខំឈានឡើងឥតឈប់ឈរហើយឥឡូវកំពុងបញ្ចេញកម្លាំងប្រឹងប្រែងលើដំណាក់កាលថ្មី